ប្រមុនទី3គឺ strontium chlorua strontium តាំងដោយអក្សរ SR មានវឡង់ស្មើ2ដូច្នេះវានឹងផ្ទេរវឡង់2នេះទៅឲ្យ chlor ហើយ chlor វានឹងផ្ទេរវឡង់លេខ1មកឲ្យ strontium ដូច្នេះរូបមន្តដែលចេញមកគឺជាអក្សរ SR ទទួលយកវឡង់លេខ1របស់ chlor ហើយ chlor អក្សរ Cl វាទទួលយកវឡង់លេខ2របស់ strontium តែដោយសារតែវឡង់លេខ2យើងអត់ចាំសំទោសណាគឺវឡង់លេខ1របស់ chlor ដែលបោះទៅឲ្យ strontium ហ្នឹងគឺយើងមិនបាច់បង្ហាញវាទេយើងអាចលុបវាចោលទៅហើយលទ្ធផលដែលយើងទទួលបានចុងក្រោយគឺជា strontium ដែលមានអក្សរ SR ចងសម្ព័ន្ធជាមួយនឹង Cl សន្ទុះលេខ2មានន័យថានៅក្នុង strontium chlorua តំណាងដោយអក្សរ SR ចំនួន1អាតូមហើយនិង chlor ចំនួន2អាតូមបាទចូលដល់រូបមន្តទី4គឺ barium chlorua barium chlorua គឺ barium តាំងដោយអក្សរ Ba មានវឡង់ស្មើ2ហើយ barium វានឹងធ្វើការផ្ទេរវឡង់លេខ2នឹងទៅកាន់ chlor ចំណែកឯ chlor វិញគឺវានឹងផ្ទេរវឡង់លេខ1មកកាន់ barium បានន័យថាការបង្កើតរូបមន្តគឺកើតដោយការបដូរវឡង់គ្នាទៅវិញទៅមកបែបហ្នឹងឯងអញ្ចឹងលទ្ធផលដែលយើងទទួលបានគឺជាអក្សរ Ba តំណាងឲ្យ barium វាទទួលយកវឡង់លេខ1របស់ chlor មកធ្វើជាចំនួនអាតូមរបស់វាចំណែកឯ chlor គឺវានឹងទទួលយកវឡង់លេខ2របស់ barium យកមកធ្វើជាចំនួនអាតូមរបស់វាដោយសារតែចំនួនអាតូមលេខ1ទោះបីជាយើងមិនបង្ហាញក៏មានន័យថាវាមានចំនួន1អាតូមដែរដូច្នេះយើងអាចឆូតវាចោលទៅហើយរូបមន្តដែលយើងទទួលបានចុងក្រោយគឺជាអក្សរបាទ Ba និងអក្សរ Cl ដែលមានសន្ទុះលេខ2មានន័យថា barium chlorua មានការចូលផ្សំពី barium ចំនួន1អាតូមហើយនិង chlor ចំនួន2អាតូមដើម្បីបង្កើតរូបមន្តនេះឡើង